សបាយខ្លាចជាទុកបានដឹងថាកូនត្រូវគេចាប់មានគេមកប្រាប់ដល់រូបឪកណ្ដាលអាត្រិតយប់ក៏ជ្រៅតើកូនពេលពៅធ្វើអ្វីខុសកាលពីពេលល្ងាចឪទូមានម្ដេចធ្វើបំពេញណាកូនប្រុសហូបបាយមិនតន់កូនក៏ចោះកូនមិនសន្តោសទ្រង់ឪពុកហូបបាយសឹងតែមិនត្រង់មាត់ឪបានពោខាត់នៅនឹងមុខប្រយ័ត្នបញ្ហាអំពើទុកគេចាប់ដាក់គុកគ្មានអ្វីសល់គេចាប់រូបកូនឈឺត្រង់ឪម្ដេចកូនពៀលពៅមិនគិតសោះពុកសែនអាណិតចិត្តស្រណោះបានអ្វីទៅដោះឲ្យរួចខ្លួនបើគ្រួសារក្រគ្មានទ្រព្យអ្វីមានតែលក់ដីគេជីដូនចងការខ្ចីបុលពីបងប្អូនព្រោះដើម្បីកូនឪមិនគិតមកថាមិនគិតតែចិត្តខ្វល់ទ្រង់រែកអំពុលខ្វល់ក្នុងចិត្តឪដេកមិនលក់កូនប្រព្រឹត្តអារម្មណ៍ភ័យភិតកូនយ៉ាងណាគេចាប់រូបកូនទៅដាក់ឃុំត្រូវគេវាយដំដល់កាយាក្នុងចិត្តសែនឈឺត្រង់ខ្លោចផ្សាឪស្រក់នេត្រាពេលឃើញភ័ក្រមកថាមិនគិតតែចិត្តខ្វល់ទ្រង់រែកអំពុលខ្វល់ក្នុងចិត្តឪដេកមិនលក់កូនប្រព្រឹត្តអារម្មណ៍ភ័យភិតកូនយ៉ាងណាគេចាប់រូបកូនដាក់ក្នុងឃុំត្រូវគេវាយដំដល់កាយាក្នុងចិត្តសែនឈឺត្រង់ខ្លោចផ្សាឪស្រក់នេត្រាពេលឃើញភ័ក្រឪលក់ខ្ទេចខ្ទីផ្ទះសម្បែងដោយសារកូនឯងណាវលៈគ្រួសារសពថ្ងៃគឺជំពាក់លុយកាក់មាកប្រាក់គេវ័នកធ្វើម្ដេចរូបកូនមិនស្ដាប់ឪឃើញទេឥឡូវកូនជើងល្អឪស្ដីឲ្យកូនថាឲ្យអង្វររឿងរ៉ាវវឹកវរធ្លាក់ដល់ពុកនេះជាទង្វើកូនប្រព្រឹត្តជួបជុំមូមិត្តបំពេញមុខគ្រួសារទាំងអស់នៅមិនសុខបញ្ហាស្មាញ់ស្មុកដល់ម៉ែឪគេហៅពុកម៉ែទៅប្រមានញាតិគេតិទៀនមិនប្រដៅបណ្ដោយឲ្យកូនដើរខុសផ្លូវអំពើល្ងងខ្លៅជន់ពាលារូបកូនសប្បាយចាយអើងកងចេញដើរម្ដងជួបជុំគ្នាដើរយប់ដើរថ្ងៃគ្មានសល់គ្រាមិនបាននិន្ទ្រាស្រែកលោឡារូបកូនដើរលេងសប្បាយណាស់ផឹកស្រារំបាស់ប្រើហង្សាប៉ាវមិត្តចិត្តឆ្ងាយ$10បង្កបញ្ហាត្រូវជាប់ឃុំកណ្ដាលវងបាសប្រើទោសៈកូនវីកូនចាក់កើតរឿងធំបង្កចំនួនចងគំនុំឪកើតទុកធំដោយសារកូន